Ok,សួស្តីគ្នាយើងឥឡូវនេះយើងចូលមកដល់ part 4ណា part 4យើងរៀនតាក់ទងជាមួយនឹង query selector វិញម្ដងវគ្គមុនវគ្គ1វគ្គ2វគ្គ3យើងបានរៀនអំពី get document by ID by class name ហើយនឹង tag ហើយអញ្ចឹងគឺយើងវគ្គនេះគឺយើងនឹងរៀនអំពី query វិញម្ដងថាតើវាខុសគ្នាបែបម៉េចអញ្ចឹងសម្រាប់អ្នកដែលគាត់អត់តបានរៀនទេគឺគាត់អាចទៅមើលវគ្គ1វគ្គ2បានជាមួយនឹងដំហ្នឹងការរៀនចេះហ្នឹងគឺមានសារៈប្រយោជន៍ច្រើនយ៉ាខ្ញុំនិយាយគ្រប់វីដេអូតែម្ដងគ្រប់ part តែម្ដងអូខេឥឡូវយើងចូលដល់វគ្គនេះគឺយើងចាប់ផ្ដើមធ្វើការចាប់វិញម្ដងសម្រាប់ query selector នេះគឺ copy query selector all កាលណា query selector all គឺវាធ្វើការ select ទាំងអស់ចាប់យកទាំងអស់នៅក្នុងបើសិនជាមាន p tag នេះវា2អញ្ចឹងវាធ្វើការចាប់យកទាំងពីរប៉ុន្តែសម្រាប់ JavaScript សម្រាប់ query selector វិញគឺវាចាប់យកតែដំបូងទេវាចាប់យកតែ element ដំបូងទេដើម្បីយកមកស្រាប់អីចឹងយើងមិនចាំដាក់ index ទេឧទាហរណ៍ខ្ញុំចង់ចាប់យក tag ឬមួយខ្ញុំចង់ចាប់យកឥឡូវខ្ញុំចង់ចាប់យក ID វិញសម្រាប់ query selector នេះកាលណាយើងចាប់យក ID គឺយើងប្រើប្រាស់ symbol ឬមួយក៏សញ្ញាបែបនេះមានចុចមានត្រង់ជ្រុកឬមួយក៏យើងដាក់សញ្ញាធម្មតាតោះឥឡូវខ្ញុំបង្កាស variable មួយបានដូចគ្នាដោយសារតែខ្ញុំបានបើកអ៊ីនធឺណិតអញ្ចឹងវា recommend ឲ្យតែម្ដងវាថាយើងវាដឹងវាទាយថាយើងនឹងអាចសរសេរអីថ្ងៃខាងមុខបានណាអញ្ចឹងបើទាំងអស់គ្នាអត់ចង់ប្រមាថទេបិទអ៊ីនធឺណិតបើកអ៊ីនធឺណិតហើយយើងចុច tab តាមវាទៅក៏ប៉ុន្តែបើសិនជាយើងចង់ចេះឬមួយក៏យើងរៀនដើម្បីយកទៅអនុវត្តនៅក្នុងกระดาษជាក់ស្ដែងអីអូខេយើងបិទអ៊ីនធឺណិតចោលទៅដើម្បីយើងអាចឆាប់ចាំដៃណាហើយយើងបិទអ៊ីនធឺណិតចោលតោះមកយើងដាក់ឈ្មោះអីគេយើងដាក់ query នេះដោយសារវាចាប់ដំបូងឲ្យហើយខ្ញុំដាក់query ឥឡូវខ្ញុំបញ្ចូលមកខ្ញុំ tab ហើយខ្ញុំបញ្ចូលនេះ variable ដែលយើងបង្កើតហើយយើង document ដល់ទៅកាន់អីគេដល់ទៅកាន់ query selector អីគេយើងចង់ select ទៅលើអីគេបើយើងចង់ select ទៅលើ tag បើយើងចង់ select ទៅលើ tag ដូច tag x1 នេះយើងអត់ចាំបាច់ដាក់អីច្រើនទេក៏ប៉ុន្តែខ្ញុំអត់ចង់ select លើ tag ទេឥឡូវនេះខ្ញុំចង់ select ទៅលើអីគេខ្ញុំចង់ select ទៅលើ ID អញ្ចឹងបើសិនខ្ញុំចង់ select ទៅលើ ID យើងប្រើជាមួយសញ្ញាធំជួបខាងមុខនេះមកហើយ welcome យើង point ទៅកាន់អីគេយើង point ទៅកាន់ទីតាំងរបស់វានេះ variable ID នេះ ID យើងបានដាក់ W ធំហ្នឹងមិនមែនតូចទេអានេះខ្ញុំដាក់ W តូចនៅវាអត់យកមកបន្ទាប់មកយើងមិនចាំដាក់ index ទេដោយសារតែវាចាប់យកទី1ហើយវាចាប់យកទីតាំងដំបូងគេហើយឥឡូវយើង comment មួយសិនមកណាយើង comment អីនេះ comment អីគេមួយមកchange color ណែណាបន្ទាប់មកយើងវាយឈ្មោះ variable របស់យើងនឹងមកហើយយើងចង់ចុចទៅកាន់ style ព្រោះ design យើងចង់ផ្លាស់ប្ដូរ style ហើយcolor យើងដាក់ color មកយើងដាក់ពណ៌អីពណ៌យើងចង់បានពណ៌អីយើងដាក់ពណ៌ហ្នឹងមកនេះមានអារម្មណ៍ថាវាអត់ទាន់ចាប់ត្រូវសរសេរ variable ខុសមែនតែត្រូវតាតែវាអត់លោតពណ៌ឲ្យដល់ហើយយើងដាក់សិនមកជាមួយវាលោតពណ៌ឲ្យអត់អូខេតាយើងសែវមក control S មកបិទ semicolon មកបើយើងអត់បិទក៏វាមិនអីដែរហើយយើងបិទតែយើងទៅមើលមកអូខេវាដូរតាដូរហើយអក្សរនេះដូរទៅពណ៌ក្រហមបាត់ហើយអញ្ចឹងមានន័យថា selector query selector យើងនេះគឺយើងធ្វើការ select ជាមួយ ID យើង select ជាមួយ ID welcome របស់យើងនេះចាំមើលនេះ welcome student តាមពិតcontent នេះវាអត់លោតមកមូលហេតុអីគេដោយសារតែយើងបានរៀនតាក់ទងមួយនេះget element by ID យើងផ្លាស់ប្ដូរវាទៅអានេះវិញហើយអញ្ចឹងកន្លែងនេះវា welcome ត្រូវហើយវា welcome ហើយយើងដូរវាទៅពណ៌ក្រហមដោយសារយើងប្រើជាមួយ query selector មិញនេះឥឡូវយើងចង់បដូរវាទៅពណ៌ខ្មៅវិញមើលវីដេអូអត់អូខេវីដេអូទៅពណ៌ខ្មៅវិញហើយកន្លែងនេះអ្នកដែលគាត់អត់តបានរៀនវគ្គមួយអាចនឹងច្រឡំណាថាចុះមិនកន្លែងនេះឃើញ welcome to រតនា IT page ទេក៏ប៉ុន្តែមិនបានចេញចេះវិញដោយសារវគ្គមួយយើងបានរៀនតាក់ទងមួយ get element by ID នេះយើង get វាយើងយកពីយើងទៅចាប់ទីតាំង welcome នេះហើយយើងផ្លាស់ប្ដូរ text content វាទៅជា welcome student វិញយើងបានផ្លាស់ប្ដូរវាតាមរយៈ JavaScript នឹងឯងអញ្ចឹងបានវាចេញជាបែបហ្នឹងហើយឥឡូវនេះយើងរៀនដល់ query ហើយអញ្ចឹង
selector query នេះគឺយើង select បានតែមួយទេនៅក្នុងចំណោមបើសិនជាមានច្រើនឧទាហរណ៍ដូចទីទៀតខ្ញុំដល់កន្លែងឧទាហរណ៍កន្លែង tag ហ្នឹងអីចឹងវាចាប់យកតែមួយឥឡូវយើងចង់ change គេទៀត change background color យើង point ទៅកាន់ style ដដែលមកយើងចុចទៅកាន់ style សារហ្នឹងយើងចង់ change ជាមួយនឹង background color ចុះឥឡូវវាលេង load នេះឲ្យតែយើងកំពុងការ load នេះឲ្យពេកតែវា load recommend ឲ្យយើងពឹងពេកក៏ថាដែរឥឡូវខ្ញុំដាក់ background color ពណ៌ yellow ហ្នឹងអូខេវាដូរឲ្យអូខេចឹងដែរណាចុះសម្រាប់ query selector គឺវាមានតែប៉ុណ្្នឹងទេដែរឥឡូវយើងចង់ធ្វើការចេះវិញឥឡូវខ្ញុំអត់ចង់ select ចឹងឯងខ្ញុំចង់ធ្វើការ select វាទៅកាន់មិនយើង select ID ត្រូវទេកាលណាយើង select ID គឺយើងប្រើប្រាស់ជាមួយត្រង់ជ្រូកខាងមុខឥឡូវយើងចង់ select ជាមួយអីគេវិញយើងចង់ select ជាមួយ class អញ្ចឹងដើម្បី select មួយ class បានយើងប្រើអីគេយើងសរសេរដូរពីត្រង់ជ្រូកនេះ symbol ត្រង់ជ្រូកទៅជាចុចវិញហើយយើងវាយឈ្មោះ class ហ្នឹងមកដែលយើងបានបង្កើត class មិញ class ហ្នឹងយើងបង្កើតហ្នឹងយើងឈ្មោះអីគេ class ហ្នឹង class text ក៏ប៉ុន្តែ class ហ្នឹងវាមាន2តើអស់នេះឃើញនៅក្នុង HTML គឺមាន class text ដល់ទៅ2អញ្ចឹងនៅក្នុង query selector នេះគឺវាយកតែដំបូងឯងវាចាប់យកទីតាំងដែលដំបូងរបស់វារបស់យើងឯងអញ្ចឹងវាចាប់យកទីតាំងដំបូងមកយើងមិនចាំដាក់ index ទេលុះត្រាតែយើងប្រើជាទៀតមេរៀនខាងមុខគឺ query selector អញ្ចឹងយើងចាប់យកបានទាំងអស់ហើយអញ្ចឹងកន្លែងនេះគឺយើងប្រើជាមួយ dot text ហើយបើយើងវាយ dot text គឺយើងទៅចាប់យកទីតាំងរបស់ class នេះដែលយើងបានសរសេរនៅក្នុង HTML នេះ class dot text នេះយើងចាប់យកទីតាំងហ្នឹងហើយតម្លៃវាគឺនឹងបាក់នេះតម្លៃរបស់វាមើល learn dom path 2ត្រូវទេអញ្ចឹងយើងទៅចាប់យក query selector យើងទៅចាប់យកអូខេយើងចាប់យកហើយយើង select វាយើង control S ណាហើយវាដូរពណ៌ទៅអីហ៎ហ្នឹងមកនេះយើងទៅចាប់យកទីតាំងវាត្រូវអីហើយហេតុអីបានវាអត់ទៅចាប់យកទីតាំងទី3នេះដោយសារតែវាចាប់យកទី query selector វាបានតែដំបូងហ្នឹងឯងអញ្ចឹងតើយើងដល់វគ្គក្រោយគឺវាអាចនឹងចាប់យកផ្សេងទៀតខ្ញុំបញ្ចូលបន្ថែមទៀតអូខេឥឡូវយើងចង់ផ្លាស់ប្ដូរពីការចាប់យកឥឡូវយើងតន់ណាគ្នាយើងតន់ជាមួយការចាប់យក ID យើងប្រើត្រង់ជ្រូកពីមុខសម្រាប់ class វិញយើងប្រើចុចពីមុខចុះបើសិនជា tag វិញយើងប្រើមិន tag វិញយើងអត់មានប្រើអីទេទាំងអស់គ្នាឥឡូវឧទាហរណ៍ខ្ញុំចង់បាន tag 2នេះ tag 2ឃើញមានទេ tag 2មានដល់ទៅ2មានឥឡូវយើងទៅមើលតម្លៃរបស់វាសិនយើងមើលពណ៌វាហើយអូខេ learn IT វារតនាហ្នឹងពណ៌ខៀវ background វាអានេះពណ៌បៃតង background វាអូខេអញ្ចឹងចាំមើលថាកាលណាយើងដាក់ H2 នេះវាទៅចាប់យកណាវាប្រកាសជាចាប់យកទី1ឯងហើយព្រោះមិញខ្ញុំបានប្រាប់ហើយថា query selector គឺវាចាប់យកតែទី1ឯងអញ្ចឹងចាំមើលវានឹងចាប់យកតម្លៃទី1វានឹងធ្វើការផ្លាស់ប្ដូរពណ៌ទៅតាមអីដែលយើងបាន change មិញនេះនៅខាងក្រោមនេះចាំមើលយើងចុច control S សិនទៅអូខេវាផ្លាស់ប្ដូរអត់យ៉ាវាបានផ្លាស់ប្ដូរហើយនេះមិញហ្នឹងយើងចាប់យក H2 ចាំមើលបើសិនជាយើងអត់តន់យើងលុបចោលគេវាទៅបកខៀវវិញហ៎ដោយសារតែវា point ទីតាំងអត់ត្រូវហើយខ្ញុំដាក់ H2 វិញវា point ទីតាំងត្រូវវាទៅបកក្រហមអូខេអញ្ចឹងដំណើរការ query selector គឺវាបែបនេះឯងអត់មានអីជាស្មុគស្មាញច្រើនទេយើងអាចចាប់បានក្នុងចំណោមទាំងអស់ហ្នឹងយើងអាចចាប់មួយណាក៏បានដែរប៉ុន្តែការចាប់គឺចាប់បានតែមួយឯងអញ្ចឹងវគ្គក្រោយយើងនឹងនិយាយពី query selector អូខេអរគុណច្រើន